តើជលីរ៉ាសាល់គឺជាអ្នកណាថ្ងៃនេះខ្ញុំនឹងបង្ហាញពីជីវប្រវត្តិមួយចំនួននិងការតស៊ូរបស់នាងមុននឹងទទួលបានតំណែងជា Miss World Cambodia 2025 Julie Russell ដែលជាកូនកាត់ជនជាតិខ្មែរអង់គ្លេសដែលមានឪពុកជាជនជាតិអង់គ្លេសនិងម្ដាយជាជនជាតិខ្មែរកញ្ញាមានមុខរបរជាសិស្សនិងជាតារាបង្ហាញម៉ូដនៅកំឡុងឆ្នាំ2023គេឃើញលេខវត្តមានរបស់កញ្ញាចូលរួមប្រកួតក្នុងកម្មវិធី Face Cambodia ហើយក៏ទទួលបានតំណែងលេខ1និងតំណាងឲ្យកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធី Face Asian Model International នៅឯប្រទេសកូរ៉េខាងត្បូងប៉ុន្តែកញ្ញាមិនទទួលបានថប់កម្ពុជាណាមួយនៅក្នុងការប្រកួតនោះទេនៅកំឡុងឆ្នាំ2024កញ្ញាបានលេចវត្តមានម្ដងទៀតដែលបានតំណាងឲ្យកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធី Miss and Mr Celebrity International នៅឯប្រទេសវៀតណាមដោយសារតែសមត្ថភាពនិងសម្រស់ដ៏លេចធ្លោរបស់កញ្ញាអាចចូលទៅកាន់កម្ពុជា Top 15 នាក់ចុងក្រោយនៃកម្មវិធីបន្ទាប់ពីបាត់មុខមួយរយៈនៅកំឡុងឆ្នាំ2025ថ្មីនេះផងដែរកញ្ញាក៏បានលេចវត្តមានម្ដងទៀតដែលចូលរួមប្រកួតនៅក្នុងកម្មវិធី Miss World Cambodia ដោយសារតែឃើញពីសមត្ថភាពនិងសម្រស់របស់កញ្ញានិងការអភិវឌ្ឍសមត្ថភាពកន្លងមកកញ្ញាក៏មានឱកាសដែលតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss World ដែលបានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌាមិនត្រឹមតែប៉ុណ្ណោះកំឡុងពេលប្រកួតកម្មវិធី Miss World កញ្ញាក៏បានចូលរួមនឹងលើកកម្ពស់ទៅកាន់វិស័យអប់រំដែលប្រធានបទរបស់កញ្ញាគឺ Reading with Julia ដែលផ្ដោតសំខាន់ទៅលើការអប់រំនិងជួយទៅដល់កុមារកំព្រានិងកុមារដែលខ្វះខាតនៅក្នុងបន្តការសិក្សាកញ្ញាក៏បានចូលរួមជួយទៅដល់សហគមន៍នៅខេត្តកំពង់ស្ពឺដែលមានឈ្មោះថាសាលាបឋមសិក្សាពលិថ្មីលើពីនេះគេបានឃើញមានវត្តមានរបស់កញ្ញានៅក្នុងបណ្ដា page សារព័ត៌មានជាច្រើននៅលើពិភពលោកដែលបានដាក់រូបការរំពឹងទុកថាកញ្ញានឹងអាចចូលទៅកាន់កម្ពុជា Top ណាមួយនៃកម្មវិធីដែលពិសេសនោះគឺការនិយាយជាសាធារណៈរបស់កញ្ញាដែលមានទទួលការចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្ដាញសង្គមសង្ឃឹមថាប្រជាជនកម្ពុជានិងបណ្ដាអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាទាំងអស់ចូលរួមគាំទ្រនិងលើកទឹកចិត្តទៅដល់កញ្ញាដើម្បីឲ្យមានកម្លាំងចិត្តនៅក្នុងការចូលរួមប្រកួតក្នុងកម្មវិធីដ៏ធំមួយនេះ